របៀបបន្តដំណើរទៅមុខនៅពេលដែលអ្នកអស់កម្លាំងចិត្តតើអ្នកធ្លាប់មានអារម្មណ៍ថាខ្លួនឯងហាក់ដូចជាអស់ថាមពលទាំងស្រុងដើរទៅមុខមិនរួចហើយចង់បោះបង់អ្វីៗគ្រប់យ៉ាងដែលធ្លាប់ព្យាយាមកន្លងមកដែរឬទេអារម្មណ៍អស់សង្ឃឹមមិនមែនជាសញ្ញានៃភាពទន់ខ្សោយនោះទេប៉ុន្តែវាគឺជាសញ្ញាប្រាប់ថាបេះដូងរបស់អ្នកត្រូវការសម្រាកការដែលអ្នកមានអារម្មណ៍ថាហត់មិនមែនមានន័យថាអ្នកបរាជ័យនោះទេវាគ្រាន់តែជាដំណាក់កាលមួយនៃជីវិតដែលតម្រូវឲ្យអ្នកឈប់ដកដង្ហើមឲ្យបានវែងដើម្បីសន្សំកម្លាំងដើរបន្តទៀតតែប៉ុណ្ណោះនៅពេលដែលអ្នកមានអារម្មណ៍ថាពិភពលោកទាំងមូលកំពុងសង្កត់មកលើស្មារបស់អ្នកចូលរៀនសម្រាកមិនមែនរៀនបោះបង់ឡើយការសម្រាកនឹងផ្ដល់ឲ្យអ្នកនៅពន្លឺថ្មីចំណែកការបោះបង់នឹងធ្វើឲ្យការខិតខំកន្លងមករបស់អ្នកคล้ายជាអាសាបង់ចូលក្រឡេកទៅមើលថ្ងៃដំបូងដែលអ្នកចាប់ផ្ដើមសួរខ្លួនឯងថាហេតុអ្វីបានជាអ្នកសម្រេចចិត្តដើរលើផ្លូវនេះតាំងពីដំបូងដីស្រមៃដែលធ្លាប់ដុតរំលាយក្នុងចិត្តអ្នកកាលពីមុនវានៅតែមានតម្លៃដដែលកុំឲ្យការហត់នឿយត្រឹមមួយខណៈមកបំផ្លាញគោលដៅធំនៃជីវិតរបស់អ្នកឲ្យសោះពេលខ្លះបញ្ហាដែលធំជាងគេមិនមែនជាឧបសគ្គនៅចំពោះមុខឡើយប៉ុន្តែគឺជាគំនិតដែលប្រាប់អ្នកថាអ្នកធ្វើមិនបានទេចូលឈប់ប្រៀបធៀបល្បឿនរបស់អ្នកទៅនឹងអ្នកដទៃជីវិតមិនមែនជាការរត់ប្រណាំងដែលត្រូវតែលឿនបំផុតនោះទេប៉ុន្តែវាគឺជាការធ្វើដំណើរដែលតម្រូវឲ្យមានភាពអត់ធ្មត់បំផុតទោះបីជាថ្ងៃនេះអ្នកដើរបានត្រឹមតែមួយជំហានតូចក៏ដោយក៏វាប្រសើរជាងការឈប់នៅស្ងៀមដែរជំហានតូចៗដែលបន្តគ្នានឹងនាំអ្នកទៅដល់គោលដៅដ៏អស្ចារ្យនៅថ្ងៃណាមួយជាមិនខានចូលចាំថាពេជ្រកើតចេញពីសម្ពាធដ៏ខ្លាំងក្លាហើយផ្កានឹងរីកស្អាតបំផុតក្រោយពេលឆ្លងកាត់ព្យុះភ្លៀងរាល់ការលំបាកដែលអ្នកកំពុងជួបនាពេលនេះវាកំពុងតែសូនរូបអ្នកឲ្យคล้ายជាមនុស្សម្នាក់ដែលរឹងមាំជាងមុននិងមានតម្លៃជាងមុនបទពិសោធន៍នៃការឈឺចាប់និងការអស់កម្លាំងចិត្តនេះហើយដែលនឹងคล้ายជាគ្រឿងសក្ការៈនៃភាពជោគជ័យរបស់អ្នកនៅថ្ងៃអនាគតអ្នកមិនមែននៅម្នាក់ឯងក្នុងលោកនេះទេរាល់បុគ្គលិកជោគជ័យទាំងអស់សុទ្ធតែធ្លាប់ឆ្លងកាត់យុគដ៏ងងឹតបំផុតនិងអារម្មណ៍តច្រកដូចអ្នកដែរប៉ុន្តែអ្វីដែលធ្វើឲ្យពួកគេប្លែកពីអ្នកដទៃគឺពួកគេមិនព្រមចុះចាញ់នឹងអារម្មណ៍នោះឡើយសម្រាប់ចុះបើអ្នកហត់តែត្រូវសន្យានឹងខ្លួនឯងថានៅពេលព្រះអាទិត្យរះឡើងវិញនៅថ្ងៃស្អែកអ្នកនឹងក្រោកឈរហើយបន្តដំណើរទៅមុខដោយក្តីសង្ឃឹមថ្មីនិងបេះដូងដែលរឹងមាំជាងមុនកុំបោះបង់ព្រោះរឿងរ៉ាវដ៏អស្ចារ្យបំផុតរបស់អ្នកទើបតែចាប់ផ្ដើមតែប៉ុណ្ណោះ